ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបញ្ចការជាប្រធានផ្នែកសេវាកម្មគណនេយ្យរបស់ក្រុមហ៊ុន BAS Accounting and Tax Service Co Ltd សូមធ្វើការចែករំលែកនៅប្រធានបទមួយទាក់ទងជាមួយនឹងចំណុចសំខាន់នៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រនាសតវត្សទី21ការអភិវឌ្ឍយុទ្ធសាស្ត្រនៅក្នុងវិស័យគណនេយ្យនាសតវត្សទី21ដោយសារតែមានការផ្លាស់ប្ដូរនៅលើបច្ចេកវិទ្យានិងច្បាប់ហិរញ្ញវត្ថុថ្មីៗការអភិវឌ្ឍយុទ្ធសាស្ត្រជាធាតុសំខាន់សម្រាប់ក្រុមហ៊ុននិងគណនេយ្យករយុទ្ធសាស្ត្រមានប្រសិទ្ធភាពជួយឲ្យក្រុមហ៊ុនអភិវឌ្ឍប្រតិបត្តិការគ្រប់គ្រងហិរញ្ញវត្ថុធានាគោលការណ៍នយោបាយពន្ធត្រឹមត្រូវនិងបង្កើនភាពជោគជ័យរយៈពេលវែងការអភិវឌ្ឍយុទ្ធសាស្ត្រនៅក្នុងគណនេយ្យមិនមែនមានតែការរៀបចំតារាងហិរញ្ញវត្ថុឬក៏តាមដានចំណូលចំណាយនោះទេប៉ុន្តែវាគ្របដណ្ដប់ទៅលើការយល់ដឹងអំពីបរិបទអាជីវកម្មការវិភាគទិន្នន័យហិរញ្ញវត្ថុការគ្រប់គ្រងហានិភ័យនិងការធ្វើចិត្តសម្រាប់ការទទួលស្គាល់នូវឱកាសថ្មីៗខ្ញុំនឹងមាន4ចំណុចសំខាន់ចង់មកចែករំលែកជាមួយអ្នកទាំងអស់គ្នានៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រនាសតវត្សទី21ចំណុចទី1គឺគោលនយោបាយនិងគោលបំណងនៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រការអភិវឌ្ឍយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពចាប់ផ្ដើមពីការបង្កើតគោលបំណងច្បាស់នៅក្នុងវិស័យគណនេយ្យគោលបំណងទាំងអស់នោះរួមមានធានាបានថាការរាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវនិងទាន់ពេលវេលាគឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្រដែលធានាបានថាក្រុមហ៊ុនអាចជឿជាក់បានបង្កើនប្រសិទ្ធភាពនៅក្នុងប្រតិបត្តិការគ្រប់គ្រងដំណើរការសាច់ប្រាក់និងការតាមដាននៅចំណូលចំណាយដែលអាចធ្វើឲ្យមានភាពច្បាស់លាស់និងកាត់បន្ថយនៃការចំណាយខុសគោលដៅជួយសម្រួលនៃការទទួលបានឱកាសថ្មីការវិភាគទិន្នន័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យាថ្មីអាចជួយឲ្យក្រុមហ៊ុនទទួលបាននូវឱកាសវិនិយោគនិងការសម្រួលនៃការកំណត់ផែនការអភិវឌ្ឍថ្មីយើងចូលដល់ចំណុចទី2គឺជំហានសំខាន់នៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រការអភិវឌ្ឍយុទ្ធសាស្ត្រគួរតែមានជំហានច្បាស់លាស់ដូចខាងក្រោមទី1គឺវិភាគបរិបទការវិភាគបរិបទគឺយើងវិភាគទៅលើ SWOT មានដូចជា Strength, Weaknesses, Opportunity and Threats និងការវិភាគទៅលើ PESTLE Political, Economic, Social, Technological, Legal and Environmental ដើម្បីឲ្យយល់ដឹងពីបរិបទដែលអាចប៉ះពាល់ទៅដល់ហិរញ្ញវត្ថុបន្ទាប់មកយើងកំណត់គោលដៅនិង KPI កំណត់គោលដៅហិរញ្ញវត្ថុឲ្យបានច្បាស់លាស់និងវាស់វែងបានកំណត់ KPI Key Performance Indicator ដើម្បីតាមដាននូវភាពជោគជ័យឧទាហរណ៍ថាការកាត់បន្ថយប្រាក់បំណុលបង្កើនសាច់ប្រាក់សរុបបង្កើនប្រតិបត្តិការត្រឹមត្រូវបន្ទាប់មកគឺយើងគ្រប់គ្រងហានិភ័យការវិភាគហានិភ័យហិរញ្ញវត្ថុគឺជាផ្នែកសំខាន់នៅក្នុងយុទ្ធសាស្ត្រហើយការកំណត់ហានិភ័យនៃចំណូលនិងចំណាយនិងការវិភាគបង្កើនផែនការកាត់បន្ថយហានិភ័យដើម្បីធានាបានថាក្រុមហ៊ុនមានស្ថិរភាពហិរញ្ញវត្ថុជំហានបន្ទាប់គឺយើងអនុវត្តនិងតាមដានដំណើរការផ្ទាល់នៃយុទ្ធសាស្ត្រត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យានិង Accounting Software តាមដានលទ្ធផលជារៀងរាល់ខែឬក៏ត្រីមាសដើម្បីធានាបានថាគោលដៅត្រូវបានអនុវត្តបញ្ចេញរបាយការណ៍និងវិតម្លៃលទ្ធផលដើម្បីធ្វើការកែប្រែយុទ្ធសាស្ត្រប្រសិនបើមានតម្រូវការនៅក្នុងជំហានទាំងអស់នេះយើងបែងចែកជា4អញ្ចឹងដំបូងគេគឺយើងត្រូវវិភាគបរិបទនោះគឺយើងវិភាគទៅលើថាចំណុចខ្លាំងចំណុចខ្សោយឬឱកាសឬក៏ភាពគម្រាមកំហែងមកដល់អាជីវកម្មរបស់យើងគឺយើងអាចវិភាគទៅលើនយោបាយសេដ្ឋកិច្ចសង្គមបច្ចេកវិទ្យាច្បាប់ព្រមទាំងបរិស្ថានផងដែរគឺនៅពេលដែលយើងវិភាគដឹងហើយយើងត្រូវតែកំណត់គោលដៅមួយជាក់លាក់សម្រាប់អាជីវកម្មរបស់យើងអញ្ចឹងនៅពេលដែលយើងកំណត់គោលដៅគឺយើងត្រូវដឹងថាអ្វីទៅជាគោលដៅដែលយើងចង់បានហើយយើងចង់បាននោះនៅក្នុងទំហំប៉ុណ្ណានៅពេលដែលយើងកំណត់ចេញជាគោលដៅដែលយើងចង់បានហើយយើងក៏ត្រូវតែមានការវាស់វែងទៅលើហានិភ័យពីព្រោះដូចអ្នកទាំងអស់គ្នាដឹងហើយថាមិនថាធ្វើអ្វីមួយទេគឺវាតែងតែមានហានិភ័យដែលអាចកើតឡើងនៅក្នុងចន្លោះពេលហ្នឹងអញ្ចឹងយើងត្រូវតែ estimate ទៅលើហានិភ័យទាំងអស់ហ្នឹងផងដែរដើម្បីយើងមាន backup plan មួយចំនួនដើម្បីទប់ជាមួយនឹងហានិភ័យបើមិនជាករណីថានៅពេលដែលយើងអនុវត្តគោលដៅយើងទៅមានហានិភ័យនឹងកើតឡើងយើងមាន backup plan ហើយស្រាប់ប៉ុន្តែការដែលវិភាគហានិភ័យគឺមិនមែនមានន័យថាឲ្យអ្នកទាំងអស់គ្នាលែងចង់សម្រេចគោលដៅឬក៏ទុកគោលដៅចោលលេងហានិភ័យឬក៏បញ្ហាវាគ្រាន់តែជាឧបសគ្គមួយឲ្យយើងដោះស្រាយវាអញ្ចឹងនៅពេលដែលយើងដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានគោលដៅរបស់យើងនឹងអាចសម្រេចបានជោគជ័យនៅពេលដែលយើងយកគោលដៅយកមកដាក់អនុវត្តយើងក៏ត្រូវតែតាមដានថាតើការអនុវត្តរាល់ថ្ងៃហ្នឹងជាមួយនឹងគោលដៅគឺវាដើរស្របទន្ទឹមគ្នាដែរឬអត់បើមិនជាមានបញ្ហាអ្វីមួយកើតឡើងយើងអាចនឹងត្រូវការកែប្រែយុទ្ធសាស្ត្រវាដើម្បីឲ្យសម្រេចបាននូវគោលដៅដែលយើងចង់បានចូលដល់ចំណុចទី3ហ្នឹងគឺបច្ចេកវិទ្យាផ្ទាំងនៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្របច្ចេកវិទ្យាទំនើបមានតួនាទីសំខាន់នៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រគណនេយ្យឧទាហរណ៍ថាយើងមាន Cloud Accounting
ចឹងជាគណនេយ្យករអាចចូលទៅប្រើប្រាស់ទិន្នន័យបានពីគ្រប់ទីកន្លែងនិងបង្កើនភាពឆាប់រហ័សនៅក្នុងការទទួលបានព័ត៌មានខ្ញុំលើកឧទាហរណ៍តាក់ទងជាមួយនឹងក្រុមហ៊ុន BAS នឹងផ្ទាល់ BAS ផងពួកខ្ញុំផ្ទាល់គឺពួកខ្ញុំប្រើប្រាស់ Localise Book សម្រាប់ការកត់ត្រាបញ្ជីគណនេយ្យអញ្ចឹង Localise Book គឺជាប្រព័ន្ធគណនេយ្យមួយដែលយើងគ្រាន់តែមានអ៊ីនធឺណិតដែលយើងអាច access ចូលទៅប្រើបានគ្រប់ទីកន្លែងគ្រប់ពេលវេលាហើយវាមានភាពងាយស្រួលក្នុងខាងនៅពេលណាដែលយើងចង់បញ្ចប់របាយការណ៍នឹងបញ្ញាប់ឲ្យមេឬក៏អីផ្សេងៗហ្នឹងគឺយើងអាចធ្វើបានសូម្បីតែយើងនៅផ្ទះក៏យើងអាចធ្វើបាននៅ office ក៏យើងអាចធ្វើបានអញ្ចឹងវាងាយស្រួលមែនតើហើយតើតើជាមួយនឹងចំណុចទី2ហ្នឹងគឺ data analytics and AI គឺជួយវិភាគទិន្នន័យហិរញ្ញវត្ថុឲ្យបានច្បាស់លាស់និងទំនងនឹងទស្សនវិជ្ជាពហុបច្ចេកទេសសម្រាប់ទស្សនៈឱកាសនិងហានិភ័យដែលបច្ចុប្បន្ននេះយើងមាន Power BI Tableau ឬក៏ Excel ហ្នឹងសម្រាប់វិភាគនៅទិន្នន័យទាំងអស់នោះហើយចូលដល់ចំណុចទី4ហ្នឹងគឺចំណុចបញ្ចប់នៃការអភិវឌ្ឍយុទ្ធសាស្ត្រការអភិវឌ្ឍយុទ្ធសាស្ត្រគណនេយ្យមិនមែនគឺជារឿងមួយដែលត្រូវធ្វើតែម្ដងនោះទេតែវាគឺជាការងារបន្តបន្ទាប់ដែលតម្រូវឲ្យមានការតាមដានលើកទឹកចិត្តនិងការកែប្រែបន្ថែមជារឿយៗជាគណនេយ្យករនិងក្រុមហ៊ុនដែលអនុវត្តយុទ្ធសាស្ត្រយ៉ាងប្រកបទៅដោយប្រសិទ្ធភាពអាចទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជាការរាយការណ៍មានគុណភាពនិងត្រឹមត្រូវភាពច្បាស់លាស់នៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសមត្ថភាពនៅក្នុងការទទួលបានឱកាសថ្មីៗនិងវិនិយោគប្រសើរការកាត់បន្ថយហានិភ័យនិងការបង្កើនស្ថិរភាពហិរញ្ញវត្ថុអញ្ចឹងមកដល់ចំណុចនេះខ្ញុំបានបង្ហាញដល់ទាំងអស់គ្នានៅ4ចំណុចសំខាន់នៅក្នុងការអភិវឌ្ឍបែបយុទ្ធសាស្ត្រនាសតវត្សទី21ដែលចាស់ស្ដែងទៅប្រធានបទនេះគឺជាការសិក្សាស្រាវជ្រាវបន្ថែមរបស់ខ្ញុំនិងក្រុមការងារដើម្បីយកមកប្រើប្រាស់នៅក្នុងក្រុមហ៊ុនរបស់ខ្ញុំនាឆ្នាំ2026ខាងមុខនេះយើងក៏មិនទាន់បានអនុវត្តនៅឡើយប៉ុន្តែសង្ឃឹមថាទាំងក្រុមហ៊ុនខ្ញុំនិងក្រុមហ៊ុនអ្នកទាំងអស់គ្នាដែលបានស្ដាប់បានចូលរួមតាមដាននិងទទួលបានជាគន្លឹះឬចំណេះដឹងបន្ថែមដើម្បីយកទៅប្រើប្រាស់នៅក្នុងការអភិវឌ្ឍក្រុមហ៊ុនឲ្យកាន់តែរីកចម្រើនជាសង្ខេបត្រឡប់មកវិញការអភិវឌ្ឍយុទ្ធសាស្ត្រនៅក្នុងគណនេយ្យគឺជាការរួមបញ្ចូលគ្នារវាងការយល់ដឹងពីទីផ្សារបច្ចេកវិទ្យានិងគោលបំណងហិរញ្ញវត្ថុជំហានទាំងអស់នេះជួយក្រុមហ៊ុនបង្កើនប្រសិទ្ធភាពនិងធានាបានថាក្រុមហ៊ុនអាចប្រកបទៅដោយភាពជោគជ័យនាពេលអនាគតចាសសម្រាប់ការចែករំលែករបស់ខ្ញុំនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការយកចិត្តទុកដាក់ស្ដាប់របស់អ្នកទាំងអស់គ្នាខ្ញុំសង្ឃឹមថាវីដេអូចែករំលែករបស់ខ្ញុំនឹងជួយឲ្យអ្នកទាំងអស់គ្នាទទួលបាននូវឱកាសបទពិសោធន៍ថ្មីដំណោះស្រាយបញ្ហានិងចំណេះដឹងបន្ថែមអំពីគណនេយ្យនិងពន្ធដារប្រសិនបើមានចម្ងល់ឬក៏បញ្ហាអ្វីទាក់ទងជាមួយនឹងគណនេយ្យនិងពន្ធដារសូមទុកមតិយោបល់នៅខាងក្រោមខ្ញុំនឹងយកមកពិភាក្សានិងចែករំលែកបន្ថែមនៅក្នុងវីដេអូក្រោយកុំភ្លេចចុច like share and subscribe ដើម្បីកុំឲ្យខកខាននូវវីដេអូថ្មីៗបន្តទៀតព្រោះថាចំណេះដឹងតូចៗជារៀងរាល់ថ្ងៃវាគឺជាគន្លឹះដើម្បីឲ្យការងារនិងអាជីវកម្មរបស់អ្នកទាំងអស់គ្នារឹងមាំសូមអរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃលើប្រធានបទថ្ងៃនេះយើងនឹងជួបគ្នាវិញនៅក្នុងវីដេអូបន្ទាប់